មនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនរស់ចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាយបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរកុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេកបើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃ
ព្រោះកម្មនឹងរត់មករកម្ចាស់វិញមិនខានមានជួបមានព្រាត់មានសុខមានទុក្ខជារឿងធម្មតារៀនទទួលយកទាំងពីរទៅដល់ណាក៏ជួបដែរកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អអ្នកបានបុណ្យផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផងខឹងហើយគុំគួនចងពៀគ្នានាំឲ្យកើតទុក្ខក្តៅក្រហាយវែងឆ្ងាយកំណើតវិលវល់កើតមកជាសត្រូវនឹងគ្នាបើខឹងឲ្យឆាប់បាត់កុំចងពៀគ្នាបំណងប្រាថ្នាមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខកុំមានអ្នកពេកកុំពូកែតែឯងពេកកុំចេះគ្រប់រឿងពេកកុំអួតពេកស្ងាត់ខ្លះស្ដាប់គេខ្លះក៏ល្អដែរនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយខឹងក្រោតច្រើនមួម៉ៅច្រើនទុកក៏ច្រើនបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពីរោះពិសាហើយមើលពេលផងអ្នកបានបុណ្យផងបានមិត្តភាពផងមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាមហាបុណ្យដ៏ធំធេងកើតជាតិណាមានអាយុវែងសុខភាពល្អមានគេចូលចិត្តច្រើនអត់ធន់ចំពោះការលំបាកអត់ធ្មត់ចំពោះពាក្យសម្ដីអ្នកដទៃអត់ឱនចំពោះទោសកំហុសទាំងឡាយមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកបានត្រជាក់ចិត្តហើយមិនមានពៀវេរាអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងណាស់ហើយមានកម្មពៀទៀតកើតជាតិណាបែកបាក់កូនចៅរស់នៅមិនសុខទេពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មពៀវេរាកើតជាតិណាសម្បូរសត្រូវ
ផ្លូវចិត្តភាគ2សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាងសំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តកំហឹងជាកែវពង្រីកធ្វើឲ្យរឿងតូចคล้ายជារឿងធំពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយកុំតក់ក្រហល់ហួសហេតុពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំទេរៀនដោះលែងខ្លួនអ្នកពីគុកអតីតកាលចាត់ទុកថាជាផលបាបចាស់ទៅចុះយកវាជាមេរៀនរួចដើរទៅមុខទៀតកុំងាកក្រោយញឹកពេកការស្ដីបន្ទោសខ្លួនឯងញយជាការបើកផ្លូវឲ្យរឿងពីអតីតមកដុតចិត្តអ្នកឲ្យក្តៅម្ដងហើយម្ដងទៀតរឿងខ្លះស្ដាប់ត្រចៀកមកខាងចេញត្រចៀកមកខាងក៏ល្អដែរព្រោះជារឿងអត់ប្រយោជន៍គិតច្រើននាំឲ្យក្តៅក្រហាយចិត្តដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីព្យាយាមបំពេញភារកិច្ចអ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរឿងថ្ងៃស្អែកចាំស្អែកចាំជួបពេលខឹងកុំអាលនិយាយចាំត្រជាក់ចិត្តសិននិយាយក៏មិនទាន់ហួសពេលដែរសាងល្អពីក្មេងវ័យនាំលាភជ័យក្នុងជីវិតអំពើល្អជួយការពារភយន្តរាយទាំងឡាយហើយនាំអ្នកឲ្យដើរក្នុងផ្លូវត្រូវចង់ដឹងពីចរិតពិតរបស់មនុស្សចាំមើលពេលមានអំណាចក្នុងដៃអ្នកខ្លះបានតួនាទីហើយភ្លេចខ្លួនភ្លេចកំណើតបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តយូរពេករៀនដូរចិត្តដូរអារម្មណ៍រៀនភ្លេចខ្លះទើបមិនសូវមួម៉ៅចិត្តយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងគួងដល់គោលដៅដែលអ្នកពងប្រាថ្នាកុំមានអ្នកពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះយើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាសម្បូរសត្រូវ អតីតកាលពីរប្រភេទអតីតកាលខ្លះល្អអតីតកាលខ្លះមិនល្អទេជារឿងធម្មតាសម្រាប់ជីវិតមនុស្សម្នាក់ហើយអតីតកាលទាំងពីរនោះបានរលត់បាត់ទៅហើយ
អ្នកមិនអាចបកក្រោយទៅកែប្រែវាបានទេតែបើអ្នកគិតត្រូវអ្នកអាចកែច្នៃវាបានជាប្រយោជន៍សម្រាប់សាងអនាគតល្អទៅខាងមុខបើអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចរំលឹករំលើកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតបានសប្បាយចិត្តម្ដងទៀតអ្នកក៏ឈ្មោះថាបានធ្វើបុណ្យម្ដងទៀតដែរដែលនៅក្នុងធម៌លោកហៅថាអបរចេតនាឧស្សាហ៍រំលឹកដល់ទានដែលអ្នកបានឲ្យដល់អំពើល្អដែលអ្នកបានសាងរំលឹកឲ្យបានរឿយចិត្តអ្នកបានចម្រើនដោយបុណ្យចម្រើនដោយភាពត្រជាក់ត្រជុំឧបមាដូចជាការចាក់ទឹកដាក់ជីដល់ដំណាំដែលអ្នកបានដាំដំណាំនោះនឹងផ្ដល់ផលកាន់តែច្រើនឡើងតែបើអតីតកាលនោះជារឿងមិនល្អជារឿងអកុសលចាត់ទុកថាវាជាផលបាបចាស់ទៅចោះយកវាជាមេរៀនជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីព្រោះបើស្ដាយទៅក៏មិនអាចកែប្រែអ្វីបានដដែលហើយបើអ្នករំលឹករំលើកវាញឹកញាប់ពេកវាមានតែនាំឲ្យចិត្តអ្នកក្តៅក្រហាយប៉ុណ្ណោះហួសហើយអតីតកាលល្អក្តីមិនល្អក្តីបានកន្លងហួសទៅហើយទោះបីអ្នកស្ដាយប៉ុណ្ណាក៏ទាញមកវិញមិនបានដែរអនុញ្ញាតឲ្យវាប្រែប្រួលតាមដំណើរនៃធម្មជាតិរបស់វារឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងរឿងមិនល្អជាផលនៃអកុសលកម្មដែលអ្នកបានប្រព្រឹត្តពីមុនមកជីវិតរបស់មនុស្សម្នាក់ប្រព្រឹត្តទៅតាមកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតផងកម្មក្នុងពេលបច្ចុប្បន្នផងអ្នកមិនអាចរត់គេចពីផលនៃកម្មបានឡើយរឿងខ្លះកើតឡើងហួសពីការស្មានរបស់អ្នកហើយអ្នកគ្មានសមត្ថភាពទៅបង្គាប់បញ្ជារឿងខាងក្រៅបានទាំងស្រុងទេកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយណដ្ឋិកម្មੰសមੰពលំបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងអ្វីមិនមែនជារឿងចៃដន្យទេបើអ្នកបានជួបរឿងមិនល្អហើយអ្នកកើតចិត្តមួម៉ៅក្តៅក្រហាយអ្នកបានបង្កើនទុក្ខនោះឲ្យមានទម្ងន់ទ្វេដងរឿងក៏អាក្រក់
ចិត្តក៏មួម៉ៅទុកទាំងកាយទុកទាំងចិត្តណាស់ហើយចុះរឿងបានកន្លងផុតទៅហើយចាត់ទុកជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តលើកក្រោយចាប់ផ្ដើមសារជាថ្មីគិតរឿងថ្មីនិយាយរឿងថ្មីធ្វើកិច្ចការងារថ្មីលទ្ធផលក៏បានថ្មីដែរអតីតកាលមិនមែនជាផ្ទះសម្រាប់អ្នកនៅទេវាគ្រាន់តែជាស្រមោលទេតើតែបើរឿងអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចចងចាំនិងរំលឹករំលើកដល់អំពើល្អនោះរឿយៗដើម្បីឲ្យចិត្តបានរីករាយម្ដងទៀតបានបុណ្យម្ដងទៀតដោយចិត្តអ្នកឲ្យរវើរវាយខ្លាំងពេកអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាមិនខានហើយអ្នកប្រកាសជាមានទុក្ខច្រើនដើម្បីឲ្យជីវិតរឹងមាំអ្នកត្រូវរៀនធ្វើជាប៉ូលីសតាមដានចិត្តអ្នកបើចិត្តទៅណាគិតរឿងអីត្រូវតាមមើលវាជាប្រចាំបើចិត្តល្អចិត្តរីករាយក៏ដឹងថាចិត្តល្អចិត្តរីករាយហើយបើវាអាក្រក់វាខឹងវាចំណែនវារវើរវាយវាស្ដាយវាភ័យវាអាក់អន់វាស្មុគស្មាញក៏យើងដឹងថាវាកំពុងតែស្មុគស្មាញហើយក៏កុំបន្ទោសខ្លួនឯងថាម៉េចក៏ស្មុគស្មាញធ្វើអីចិត្តវាតែងតែអញ្ចឹងឯងគ្រាន់តែទម្លាប់ទាញវាមកគិតរឿងល្អរឿងត្រូវវិញឲ្យវាមានខន្តីមានអត់ឱនយោគយល់មានមេត្តារស់រាយស្រស់ស្រាយឲ្យវាមានបញ្ញាស្មារតីហ៊ានទទួលយកការពិតទាំងឡាយក្នុងជីវិតទាញវាឲ្យបានរឿយរហូតសតិស្មារតីយើងមានកម្លាំងខ្លាំងជាងធាតុអាក្រក់ទាំងឡាយក្នុងចិត្តយើងក្លាយជាម្ចាស់គ្រប់គ្រងចិត្តយើងមិនសូវគិតរឿងផ្ដេសផ្ដាសទេព្រោះយើងតាមដានវារហូតអ្នកណាអាចធ្វើជាម្ចាស់ចិត្តបានទើបអាចបានសេចក្តីសុខច្រើនក្នុងជីវិតនេះសាងបុណ្យលាងបាបពេលវេលាហួសទៅហើយអ្នកមិនអាចបកក្រោយវិញបានទេកម្មដែលអ្នកបានសាងហើយជាកម្មល្អក្តីអាក្រក់ក្តីអ្នកមិនអាចលុបវាចេញបានទេតែបើអ្នកគិតថាខុសអ្នកអាចកែប្រែខ្លួនប្រឹងសាងល្អឡើងវិញអ្នកបានជាមនុស្សប្រសើរជាងមុនតែបាបនៅតែជាបាបដដែលព្រោះអ្នកបានធ្វើវារួចហើយបើសម្លប្រៃចាក់ទឹកទៅវានឹងសាបបន្តិចតែជាតិប្រៃវានៅតែជាជាតិប្រៃដដែលវាមិនរត់ទៅណាទេគ្រាន់តែលាយទឹកច្រើនយើងលែងសូវដឹងប៉ុណ្ណឹងយ៉ាងណាមិញបើជ្រុលជាសាងអាក្រក់ទៅហើយ
ត្រូវប្រឹងសាងល្អវិញឲ្យបានច្រើនហើយមិនបាច់ដេកកើតទុកស្ដាយក្រោយទេនាំតែបានបាបថែមពេលណាសមគួរកម្មនឹងឲ្យផលហើយព្រមទទួលទៅកម្មយើងទេគ្មានអ្នកណាមានឥទ្ធិពលជួយលាងបាបឲ្យអ្នកឡើយសូម្បីតែព្រះពុទ្ធបើអ្នកព្រោះស្រូវក្នុងស្រែហើយបែរជាតិចអុជធូបបន់ស្រន់មិនឲ្យវាដុះវាជារឿងឆោតល្ងងពេកហើយដរាបណានៅតែមានកំណើតកម្មនៅតែតាមចូលប្រឹងប្រែងសាងល្អឲ្យបានច្រើនកុំឲ្យមានវិបដិសារីស្ដាយក្រោយឡើយសាំញ៉ាំច្រើនសាវ៉ាច្រើនសាំញ៉ាំច្រើនម្ដងយកនេះម្ដងយកនោះនាំឲ្យអ្នកស្មុគស្មាញច្រើនកើតទុក្ខក៏ច្រើនដែរហើយគ្មានបានសម្រេចការណាមួយឲ្យប្រកបប្រជាទេយូរទៅគេក៏លែងទុកចិត្តទៀតមុននឹងសម្រេចចិត្តគួរគិតគូរឲ្យបានសពគ្រប់សួរយោបល់គេឲ្យបានច្រើនគ្នាសិនរួចបូកសរុបលទ្ធផលហើយចុងក្រោយអ្នកត្រូវជ្រើសរើសដោយខ្លួនឯងបើរើសយកមួយណាហើយកុំមិនពេនតាយដូរចុះដូរឡើងធ្វើអីចាប់មួយណាឲ្យប្រកបមួយនឹងខ្លួនមួយកុំជិះទូកពីរប្រយ័ត្នធ្លាក់ទឹកត្រីរស់ក៏រួចទន្សាយក៏រួចមនុស្សសាវ៉ាច្រើនទទួលលទ្ធផលមិនសូវល្អទេបើរើសយកផ្លូវណាហើយត្រូវដើរឲ្យដល់ទីបំផុតកុំទៅមុខទៅក្រោយអីដើរឲ្យអស់ផ្លូវសិនបើទាល់ច្រកចាំគិតទៀតហើយកុំទម្លាប់បន្ទោសគេបន្ទោសឯងអីវាជាជំរឿសរបស់យើងទេបើផ្លូវនឹងខុសអ្នកអាចចាប់ផ្ដើមសារជាថ្មីហើយកុំស្ដាយអីស្ដាយទៅនាំតែក្តៅក្រហាយឥតប្រយោជន៍សម្រាមនិងមាសរវាងសម្រាមនិងមាសអ្នកឆ្លាតពិតជារើសយកមាសមិនខានតែមានមនុស្សល្ងងជាច្រើនចូលចិត្តស្ពាយសម្រាមហើយបោះមាសចោលសម្រាមមានទាំងខាងក្រៅមានទាំងខាងក្នុងសម្រាមខាងក្រៅមានដូចជារឿងមួម៉ៅក្តៅក្រហាយពាក្យពេចន៍ឌឺដងគេព័ត៌មានអាក្រក់រឿងអេកអូចចាក់ដោតពីអ្នកដទៃរឿងគេអត់ប្រយោជន៍ជាដើមចេះតែនាំយកមកដាក់ក្នុងខួរក្បាលយូរទៅខួរក្បាលអ្នកនឹងคล้ายជាធុងសម្រាមមិនខានសម្រាមខាងក្នុងក៏មានច្រើនដូចជាកំហឹងឆេវឆាវចំណែនឈ្នានីសស្អប់គុំគួនរវើរវាយស្មុគស្មាញភ័យព្រួយបារម្ភស្ដាយសំណោះជាដើមដើម្បីបានសុខអ្នកត្រូវព្យាយាមសម្អាតទាំងខាងក្រៅទាំងខាងក្នុងហើយទម្លាប់ដាំផ្កាក្នុងចិត្តអ្នកវិញដូចជា
ភាពស្រស់ស្រាយរស់រាយស្មារតីរឹងប៉ឹងស្វាហាប់ខន្តីអត់ធន់មេត្តាករុណាសន្តោសប្រោសប្រណីបញ្ញាស្មារតីជាដើមចិត្តអ្នកនឹងស្រស់ដូចផ្កាភ្លឺថ្លាដូចមាសជីវិតអ្នកក៏បានសុខច្រើនដែរអស់សង្ឃឹមពេលជួបបញ្ហាច្រើនពេកក្នុងជីវិតធ្វើឲ្យអ្នកខ្លះអស់កម្លាំងចិត្តនិងបន្តដំណើរទៅមុខទៀតជីវិតបែរជាស្វិតសុពូនក្រៀមក្រោះអស់នៃមានតម្លៃរហូតអ្នកខ្លះហ៊ានបោះបង់ជីវិតខ្លួនឯងចោលទៀតផងអ្នកអស់សង្ឃឹមភាគច្រើនឲ្យតម្លៃជីវិតខ្លួនឯងស្មើនឹងអ្វីដែលបានកើតឡើងរួចហើយដកតម្លៃជីវិតបច្ចុប្បន្ននិងជីវិតអនាគតចេញគេបានដាក់ច្រវាក់ខ្នោះគ្នាងខ្លួនឯងឲ្យនៅក្នុងគុកអតីតកាលតែបើគេគ្រាន់តែចាក់ចេញពីគុកអតីតកាលបន្តិចគេនឹងឃើញពន្លឺស្វាងស្វ័យនៃបច្ចុប្បន្ននិងអនាគតមិនខានជីវិតអតីតកាលបានស្លាប់បាត់ទៅហើយគ្មានតម្លៃអ្វីទៅដេកស្ដាយស្រណោះឡើយតែអ្នកអាចយកវាជាបទពិសោធន៍បានហើយក៏គ្មានអ្វីត្រូវព្រួយបារម្ភពេកពីជីវិតអនាគតដែរតែអ្នកត្រូវរស់នៅដោយក្តីសង្ឃឹមញញឹមព្យាយាមបំពេញការងារឲ្យអស់ពីលទ្ធភាពពេលបច្ចុប្បន្នចំណែកអនាគតគ្រាន់តែជាលទ្ធផលនៃការប្រឹងប្រែងរបស់អ្នកពីមុនមកនឹងថ្ងៃនេះប៉ុណ្ណោះបើអ្នកនៅតែបន្តក្រៀមក្រំទៀតបច្ចុប្បន្នក៏ក្រៀមក្រំអនាគតក៏រឹតតែក្រៀមក្រំទោះបីរស់នៅបានមួយថ្ងៃទៀតក៏ត្រូវរស់ដោយក្តីសង្ឃឹមដោយភាពស្រស់ស្រាយដោយទឹកចិត្តល្អដោយគុណធម៌ដែរសូមកុំស្លាប់មុនពេលអស់ជីវិតឡើយអំនួតអ្នកខ្លះពូកែគ្រប់រឿងស្អីក៏ដឹងស្អីក៏ចេះដែរនិយាយឡើងហត់អ្នកស្ដាប់តែមិនសូវបានការអីទេលោងដូចប៉ោតអត់ទឹកអីចឹងអ្នកខ្លះទៀតចេះច្រើនមែនតែអន់បន្តិចអន់ត្រង់ពូកែអួតនឹងតែម្ដងនិយាយពីចូលចិត្តលើកខ្លួនឯងខ្លាចតែគេមិនដឹងខ្លាចតែគេថាខ្លួនឯងអន់ចំណេះក្នុងលោកនេះមានច្រើនឥតគណនាឧបមាដូចជាទឹកមហាសមុទ្រអីចឹងចំណែកអ្វីដែលយើងចេះស្មើនឹងទឹកមួយដំណក់ប៉ុណ្ណោះតើមានអ្វីត្រូវអួតទៅគួរបើកចិត្តឲ្យទូលាយចេះស្ដាប់គេខ្លះផងកុំនិយាយដូចមានតែឯងហើយកុំនិយាយច្រើនពេកចាំដល់វេនខ្លួនឯងចាំនិយាយហើយនិយាយឲ្យត្រូវរឿងឲ្យត្រូវប្រធានបទផងគុណតម្លៃពិតប្រាកដរបស់អ្នកមិនស្ថិតនៅលើពូកែនិយាយច្រើននោះទេតែស្ថិតនៅលើប្រសិទ្ធភាពការងាររបស់អ្នកគួរចងចាំថាមនុស្សពូកែអួតជាមនុស្សប្រហោងក្នុង
ខ្មៅនៅលើក្បាលស្មុកស្មាញច្រើនមួម៉ៅច្រើនព្រួយបារម្ភច្រើនគិតច្រើននាំឲ្យអ្នកមានទុក្ខក៏ច្រើនដែរហើយបើបណ្ដែតបណ្ដោយយូរទៅអ្នកនឹងលែងមានសមត្ថភាពគ្រប់គ្រងវាជីវិតអ្នកនឹងវិលវល់រកសុខមិនសូវឃើញឡើយអ្នកត្រូវចាប់ផ្ដើមតាមដានចិត្តអ្នកពីពេលនេះតទៅទម្លាប់វាឲ្យគិតរឿងល្អរឿងបុណ្យកុសលរឿងបច្ចុប្បន្នរឿងណាហួសហើយឲ្យវាហួសទៅចុះកុំស្ដាយអីហើយរឿងណាមិនទាន់មកដល់ទេក៏កុំកើតទុកពេកអីដែរជួបរឿងណាដោះរឿងនឹងទៅរៀនទាញចិត្តអ្នកឲ្យចេញពីរឿងមួម៉ៅក្តៅក្រហាយទាំងឡាយវាពិបាកណាស់តែអ្នកត្រូវតែទម្លាប់បន្តិចម្ដងទម្លាប់តាមដានវាទម្លាប់មើលវារឿយទម្លាប់អប់រំវាឲ្យមានខន្តីអត់ធន់មានមេត្តាមានភាពរួសរាយរាក់ទាក់អត់ឱនយោគយល់មានបញ្ញាស្មារតីហ៊ានទទួលស្គាល់ការពិតនៃជីវិតរឿងល្អក៏ព្រមទទួលរឿងមិនល្អក៏ប្រឹងដោះស្រាយទៅជីវិតគឺអញ្ចឹងឯងកុំស្មុគពេកអីប្រឹងទៅប្រឹងដោយក្តីសង្ឃឹមដោយភាពស្វាហាប់ដោយគុណធម៌ដោយភាពស្រស់ស្រាយធ្វើដូច្នេះបានចិត្តអ្នកនឹងស្រឡះស្រឡំច្រើនអ្នកនឹងមិនសូវមានទុក្ខឡើយភ្លើងក្រៅភ្លើងក្នុងពេលគេបោះភ្លើងឲ្យអ្នកបើអ្នកចង់ក្តៅទទួលយកចុះតែបើមិនចង់ក្តៅទេកុំយកអីឲ្យគេយកទៅវិញចុះឬបោះចោលទៅបើគេនិយាយឌឺដងចង់ឲ្យអ្នកក្តៅហើយស្រាប់តែអ្នកក្តៅតាមពាក្យគេមែនមានន័យថាអ្នកធ្វើតាមបំណងសត្រូវអ្នកហើយអ្នកទទួលយកភ្លើងហើយអ្នកក្តៅហើយគេនឹងសប្បាយចិត្តពេលឃើញអ្នកក្តៅអ្នកត្រូវរៀនធ្វើជាមនុស្សទឹកត្រជាក់ពីខាងក្នុងមកបើគេចង់ដុតឲ្យអ្នកក្តៅប្រាប់គេថាយកទៅវិញចុះយើងមិនត្រូវការភ្លើងទេគេនឹងរែកពន្ធភ្លើងនោះត្រឡប់ទៅវិញគេខឹងគេអាក្រក់ហើយបើអ្នកខឹងគេវិញអ្នកក៏អាក្រក់ដែរទាំងពីរអ្នកមិនសូវខុសគ្នាប៉ុន្មានទេកំហឹងបានដុតបំផ្លាញចិត្តគេឲ្យក្តៅរួរៀលដូចដេកអោបភ្លើងហើយគេចង់យកភ្លើងនោះមកសាចដាក់អ្នកដែរតែអ្នកកុំទៅល្ងងអីគ្មានរឿងអីត្រូវទទួលយកភ្លើងនោះទេឲ្យគេយកទៅវិញចុះឬបោះចោលទៅអ្នកមានតែចិត្តអាណិតអ្នកដេកអោបភ្លើងនោះទៅវិញទេអាណិតណាស់ព្រោះក្តៅអើយសែនក្តៅ
មនុស្សមិនចេះខុសអ្នកខ្លះត្រូវរហូតខុសក៏ត្រូវត្រូវក៏ត្រូវខ្លាចខ្លួនឯងអន់ខុសហើយខំនិយាយបន្លែបន្លប់យកត្រូវតែខ្លួនឯងពេលធ្វើខុសអន់មួយបិទបាំងកំហុសអន់មួយទៀតហើយបើខំនិយាយបន្លែបន្លប់យកត្រូវអន់ថែមមួយទៀតមនុស្សប្រភេទនេះคล้ายជាមនុស្សអន់អាជីពអ្នកណាដែលថាមិនចេះខុសហើយគ្មានអីធ្ងន់ធ្ងរគ្រាន់តែសុំទោសគេហើយប្រឹងកែកំហុសនោះឡើងវិញទេព្រះពុទ្ធហៅមនុស្សប្រភេទនេះថាជាបណ្ឌិតទៀតផងព្រោះអាចអភិវឌ្ឍខ្លួនឯងឲ្យបានខ្ពង់ខ្ពស់ជាងមុនបើមុខអ្នកប្រឡាក់ធ្យូងហើយមានគេប្រាប់គ្មានអីត្រូវប្រកែកទេហើយត្រូវអរគុណគេផងយ៉ាងណាមិញការចេះទទួលកំហុសហើយកែប្រែកំហុសជាមាគ៌ាឆ្ពោះទៅរកការរីកចម្រើនក្នុងជីវិតដូចព្រះច័ន្ទចាក់ចេញពីពពកដូច្នោះឯងគួរចងចាំថាមនុស្សអួតច្រើនជាមនុស្សអន់ខ្លាំងរក្សាមាត់អ្នកអាចជាអាវុធដ៏មុតស្រួចចាក់ធ្លាយពីត្រចៀកធ្លុះដល់បេះដូងគេគ្មានចេញឈាមមួយដំណក់ទេតែធ្វើឲ្យគេឈឺចាប់អស់មួយជីវិតក៏ថាបានមាត់អ្នកក៏អាចជាឱសថទឹកធ្វើឲ្យអ្នកកំពុងតែមានទុក្ខកង្វល់បានធូរស្បើយវិញក៏ថាបានដែរមុននឹងនិយាយទម្លាប់ឆែកមើលបេះដូងអ្នកជាមុនសិនថាតើនិយាយដោយកំហឹងដោយចំណែនដោយបំណងចង់ឌឺដងឲ្យគេឈឺចាប់ឬដោយចេតនាល្អចង់ឲ្យគេបានប្រយោជន៍បើមានចេតនាល្អហើយនិយាយចុះហើយកុំនិយាយច្រើនពេកម្យ៉ាងទៀតត្រូវចេះរកពាក្យសម្ដីណាពីរោះពិសាមកនិយាយផងកុំអាងថាខ្លួនឯងធំខ្លួនឯងជាមេឬក៏កុំអាងថាត្រូវហើយចេះតែលះទៅក៏មិនល្អដែរពេលខ្លះទោះបីយើងនិយាយត្រូវក៏ដោយតែនិយាយទាំងកំហឹងក៏មិនសូវបានទទួលផលល្អដែរបើខឹងកុំអាលនិយាយចាំបាត់ខឹងសិនសឹមនិយាយក៏មិនទាន់ហួសពេលដែររនៀបបាក់យករនៀបជួសសម្ដីហួសរកអ្វីមកជួសពុំបានឡើយគុំទម្លាប់និយាយកាត់គេគុំកាត់ស្មានគុំព្រាវចាំច្បាស់សិនចាំនិយាយបើមិនដូច្នោះទេសម្ដីអ្នកនឹងคล้ายជាសម្ដីស្រូវស្រាលគ្មានន័យខ្លឹមសារចាញ់សំឡេងបាក់សាបាក់សីយំមិនខានតែប្រតិធានបទរបៀបធ្វើបុណ្យហើយឥឡូវនេះវាមិនសូវបានធ្វើមកវត្តមកវាទេប៉ុន្តែយើងអាចធ្វើបុណ្យនៅផ្ទះបាន
បើយើងអាចធ្វើទៀនបានក៏ធ្វើទៅលើញាតិញោមក៏ចូលរួមបន់តាមនេះតាមនោះថ្ងៃតាមវិញតាម ABA បើទៅបន់ហ្នឹងក៏មិនចាំបាច់ថាតល់នៅវត្តដែរយើងមានអីដល់មានម៉ាស់មកប្រអប់ចុះចែកបងប្អូនដែរផ្ញើទៅស្រុកទៅឬក៏មានអកលចឹងទៅអាហ្នឹងជាកាលទានធ្វើត្រូវតាមកាលកលៈទេសៈហ្នឹងគេត្រូវការរបស់អញ្ចឹងបើគិតពីទានរបស់សប្បុរសគឺទានដែលមើលពេលវេលាណាវាត្រូវការអីចឹងប្រើបញ្ញាក្នុងកលៈទេសៈហ្នឹងគេហៅកាលទានមួយទៀតបុណ្យទានមួយទៀតគិលានទានធ្វើទានចំពេលគេមានជំងឺអាហ្នឹងក៏ជាបុណ្យតាមកាលដែរហើយក្នុងធម៌ថាបានផលបានអានិសង្សច្រើនគ្នាអត់មានលុយចូលពេទ្យឬក៏មានប្រកាសអីជួយទៅមន្ទីរពេទ្យថ្ងៃណាទេទៅគេមានបុណ្យផ្កាទៅមន្ទីរពេទ្យកុមារអង្គរនងគោទៅការជំនួយសម្រាប់ជាបាកុមារគេអត់យកលុយទេនៅសៀមរាបហ្នឹងពេទ្យមួយទៀតដែរពេទ្យបេះដូងជប៉ុននេះជាបាកុមារកើតមហារីកនៅឧដុង្គហើយញាតិញោមបើមានកូនចៅណាដែលមានជំងឺធ្ងន់ធ្ងរអញ្ចឹងអាចទៅនឹងបានហើយ free ទេគេមិនគិតលុយគិតកាក់ទេហើយញាតិញោមបើអាចចូលរួមជួយបានក៏ជួយទៅព្រោះទៅចំណាយលុយច្រើនណាថាជឿអាសាទៅតាមបុណ្យទៅតាមការគេអីជូនយោបល់ម្ចាស់បុណ្យគេថាញោមអើយធ្វើបុណ្យអស់លុយច្រើនណាលើម្លែកទៅម្លែកប្រាក់$100 $200ចូលពេទ្យទៅអាហ្នឹងបានបុណ្យច្រើនជាបុណ្យនាំឲ្យមានអាយុវែងសុខភាពល្អញាតិញោមឮច្បាស់ណាញាតិញោមណាហើយនឹងការមួយទៀតការក៏អាសាជំរាបជូនកូនកំមុំកូនកន្លោះម្ដាយអីទៅនេះការពិធីមង្គលនឹងសេរីសួស្តីនឹងយើងឲ្យបានមង្គលមែនណាមង្គលគឺយើងធ្វើល្អថ្ងៃការណាមុនប្រសងមកចម្រើនព្រះបរិត្តដាក់ប្រវត្តិនឹងល្អហើយជាមង្គលឲ្យเป็นមួយទៀតនោះអស់លុយធ្វើការនឹងអស់ម៉ឺនអស់ប្រាក់ម៉ឺនប្រាក់សែនណាអ្នកខ្លះហើយដើម្បីបានបុណ្យមួយជាចំណុចចាប់ផ្ដើមជាមង្គលនៃជីវិតគ្រួសារហ្នឹងម្លែកលុយកាក់ខ្លះតិចតួចបានហើយមិនច្រើនទេ$100-200ទៅចូលមន្ទីរពេទ្យទៅបានកូនមកមានសុខភាពល្អអាយុវែងនិយាយលើកទឹកចិត្តចឹងចុះមិនប៉ុន្តែនេះមិននេះទេវាចឹងមែនបើក្នុងធម៌ថាបើពុកម្ដាយនឹងមានបុណ្យមានគុណធម៌ល្អអានឹងកូនឯមកកើតនឹងជាកូនល្អកូនទេវបុត្រទេពធីតាចុះមកគេមករកពុកម្ដាយល្អចឹងដែរវាដេកស្រូបបើម៉ែឪឆ្លោះប្រកែកផឹកប៉ោឡែទេអ្នកខ្វះបុណ្យគេមកកើតជាមួយទៅណាវាតោយ៉ាទាំងអស់គ្នាទៅដូចព្រះសម្មាសម្ពុទ្ធចឹងព្រះអង្គមុននឹងមកបដិសន្ធិពិចារណាមើលសិនតាថាព្រះអង្គមិនដំបងនៅទេវបុត្រឋ
than tổ sắt nó than lơ than trái trăng than bà ân đi đó lơ than bà ân mà choán ông cho máu thì từ cả cho mùi nè ná bàn xâm lăng khơi niềng sẽ đẹp hà mì gì thà ô bình niềng lọ chia sẻ tray miền chả thì miền riết miền sâu chẳng mà cao cho mùi bình niềng ta bạn sẽ thuộc từ nẹn này chẳng chỉ tệ chia tệ bọt đó nè cồn bụng khu và xà nữa cho hướng đơn ngôi thì đấy miền miền hướng mùi bởi chia nước ọt miền bọt đây bao thơ mách của mình miền bọt từ bon từ sron tới na của mình miền bọt này bàn mà nó đai chanh vì vàng tới khơi niềng mà nè nó cô là này nhà nâu thông là mồm phong đất đầy phong bôi cho cái phong lên nông pua phong ấy điền nữa anh hay sông côn một cái ná man trơn mày đạch nó rồi ta mùi bán được anh miền để tràn nhà nữa anh điền nó có lôi muộn tới thắng một trong sông bom sông nừng đầm chơi cái bài bọn quen đó đấy mà đúng ta ôi chắc chăm ơi từ hiệp trong sông nền nâng mũi đây cái tới sông hiệp trong ấy tam từ đêm từ lọp kia đúng đó nè ai tê và đà đã xa đang chơi nó nhưng hai thả rục cái tê và đà nó thật thì anh mình bán ao niêng nâng phóng niêng nâng che từ tầm lẹ cầm họ đã ảnh hay mặc hai bị khai cái lo phật tới và đi mà hai sấy nó của mình khơi miên coi bên ấy mà nó chập đàm khẳng mà giá tê và đà đấy ai vô thì thò mấy kia xong bán anh xong bán mà anh tự cùng riêng tê và đà nó một đó mà lược tuộc đột phường sầm lấp tê và đà nè đàm chơi nên thằng này tê và đà ấy khi ông tục bê ở ban ngày bà mình phồm hổ đi chụp bót ơi và đi chia tí cặp đâm chưa cho rồi tiêu đại ở cái lạnh nơi mà xâm lật tiêu đà nhá ai tiêu đà nó thả niềng anh pol tục anh nhai này anh khi mình bán ao cô niềng anh phòng hay niềng anh mà tầm lẹ tầm hô chẳng anh tơ cô này là ao và đi chia rồi chứ và mà ngay tí pí cầm riêng một đòn tiền ngay tí bấy cầm riêng một đòn tiền hoặc ngay là tìm đáy so là buồn ngày đi đấy là cắt cầm tích à thầy mà ngay tí phèm tí mũi thầy xong sláu và tiền và đà nó từ xua noam xong dụ bao tiền và đà xem tiền để nơi đầm bòn nâng kia ta đi nhưng mình đang từ rồi là bán đấy vấn đề chứ xạ mới tới chuột cho mùi trà tôm hai thì chỉ cá cái mình rót bà cái cừu này nó như rồng rường nữa đại tận buồn từ miền virus hạ cả virus khác của về thì ai đại tận buồn nữa tới chụp là thế nhưng đằng chui thì mấy thế mới tới chụp ăn mới tới lúc ăn được chui ban tới chụp ăn bọn ơi bọn mình chui tụm cùng để tụm cùng bàនៅក្នុងន័យអភិធម្មអ្វីដែលកើតឡើងចំពោះយើងចំពោះគេហ្នឹងវាមិនជារឿងចៃដន្យទេសិតតែមានហេតុមានផលគ្រប់គ្រាន់បើយើងជួបរឿងល្អគេសរសើររកស៊ីចំណេញជីវិតនឹងបានសុខភាពល្អទៅអានឹងជាផលនៃកុសលកម្មទាំងកុសលកម្មអតីតទាំងកុសលកម្មបច្ចុប្បន្នបើឧទាហរណ៍ថាយើងធ្លាប់ចំម៉ែចំអើចែកទានរក្សាសិលអញ្ចឹងបុណ្យនឹងផ្សំផ្គុំនឹង
ការប្រយ័ត្នប្រយែងសេចក្តីមិនប្រមាទការមានសិលពេលបច្ចុប្បន្នមិនបៀតបៀនមិនចងពៀជាមួយអ្នកដទៃហ្នឹងធ្វើឲ្យបុគ្គលហ្នឹងបានសុខទៅបើផ្ទុយទៅវិញជីវិតហ្នឹងវាអត់អាចនៅថេរជាកុសលវិបាកចឹងរហូតទេវាមានពេលខ្លះជួបរឿងមិនល្អគេស្ដីគេថាគេជេរគេប្រកាច់គេប្រខូចរហស៊ីខាតបាត់បង់ព្រាត់ប្រាសភ្លើងឆេះអីចឹងទៅអានឹងមិនចាំបាច់ថានេះយើងសាមញ្ញជនជួបទេសូម្បីតែព្រះសម្មាសម្ពុទ្ធពេលខ្លះក៏ទៅគេជេរគេប្រកាច់គេប្រខូចឬក៏ត្រូវមានពៀតគេពមៀលដុំថ្មចេញឈាមអីចឹងទៅអានឹងឱកាសហ្នឹងជាឱកាសនៃបាបកម្មអកុសលឲ្យផលលោកហៅថាអកុសលវិបាកប៉ុន្តែរឿងអាក្រក់ហ្នឹងកើតឡើងចំពោះព្រះអរិយបុគ្គលព្រះអរហន្តវាប៉ះពាល់តែផ្លូវកាយទេមិនធ្វើឲ្យបតីរបស់ព្រះអង្គកើតទុក្ខទេដោយសារវាអស់នៅសេចក្តីជាប់ជំពាក់ទោមនោះការខឹងក្រេវក្រោធចំពោះអារម្មណ៍ចំពោះរឿងហ្នឹងពីបតីព្រះអង្គអស់ហើយអស់មានគ្រឿងទាស់នឹងហើយចំណែកយើងគ្រប់គ្នាវានៅអញចង់ល្អអញចង់ទៅជួបរឿងគេសរសើរឯងអញមិនចង់ឲ្យគេនទានឹងទេវាស្រឡាញ់មកខាងវាទាត់មកខាងចោលហើយជីវិតហ្នឹងដែលមានទុកច្រើនហ្នឹងគឺរឿងប្រកាន់មកខាងហើយទាត់មកខាងចោលហ្នឹងអញ្ចឹងបានព្រះអង្គឲ្យយើងទាំងអស់គ្នាហ្នឹងរៀនដើរក្នុងមជ្ឈិមាបដិបទាផ្លូវកដាលមានន័យថាអាចទទួលរឿងល្អដែលកើតឡើងក៏ទទួលកំណត់ដឹងបានរឿងមិនល្អកើតឡើងក៏កំណត់ដឹងបានថាសុទ្ធតែមានហេតុសុទ្ធតែមានផលនៅពីក្រោយអ្វីមិនមែនជារឿងចៃដន្យអ្វីមិនមែនថាជីវិតខ្ញុំមិនគួរភ័ព្វមិនខ្ញុំមានរឿងអញ្ចឹងខុសគេអត់ទេគឺថាមានកម្មពីអតីតផងមានកម្មបច្ចុប្បន្នផងទើបឲ្យមានវិបាកកម្មនឹងយើងមិនដឹងថាយើងមានបានធ្វើអ្វីខ្លះពីអតីតមកយើងមិនដឹងថាគេធ្វើអ្វីខ្លះពីអតីតមកបើពុទ្ធលោកមានញាណដឹងអំពីបព្វកម្មរបស់បុគ្គលម្នាក់នឹងឧទាហរណ៍ថាព្រះសង្ឃមួយអង្គនោះមានបច្ចុប្បន្នរហូតដល់160វស្សាហើយបុណ្យរបស់លោកមិនងាយឈឺប្រទេសប្រដាទេដោយសារអានិសង្ឃដែលលោកធ្លាប់ធ្វើជាពេទ្យព្យាបាលព្រះសង្ឃព្រះសម្មាសម្ពុទ្ធអីចឹងបុណ្យហ្នឹងជួយឲ្យមានអាយុវែងហើយមានសុខភាពល្អចំណែកខ្លួនព្រះអង្គក៏ព្រះអង្គដឹងព្រះអង្គក្អួតឈាមបាបកម្មរបស់ព្រះអង្គដោយសារព្រះអង្គធ្លាប់ធ្វើជាពេទ្យដល់ធ្វើជាពេទ្យគេអត់ឲ្យលុយដល់អត់ឲ្យលុយព្រះអង្គដាក់ថ្នាំឲ្យគេក្អួតឈាមឲ្យគេឈឺកាន់តែខ្លាំងឡើងអញ្ចឹងបាបកម្មហ្នឹងធ្លាក់មកលើព្រះអង្គចិត្តនឹងបរិនិព្វានហ្នឹងត្រូវក្អួតខាងលើផងចុះប្របាទខាងក្រោមផងនឹងទូអង្គពុទ្ធផងនៅតែទទួលផលកម្មហ្នឹងពេលខ្លះទៅគេប្រកាច់ប្រខូចព្រះអង្គទៅព្រះអង្គធ្លាប់ឃើញព្រះបច្ចេកពុទ្ធដែលជាអ្នកមានគុណធម៌គេគោរពគេស្រឡាញ់គ្រប់គ្នាហើយគេអត់សូវយកចិត្តទុកដាក់ជាមួយនឹងពុទ្ធិសត្វកាលនោះហើយដូចមានចិត្តមើងងាយចំណែននឹងព្រះបច្ចេកពុទ្ធវាចោតប្រកាន់មិនដឹងចោលមិនដឹងមនុស្សកាលកណីមកពីណាឃ្លុំស៊ុបទ្រុបពោវចន្ទៀលអាក្រក់អីចឹងទៅណាប្រកាច់ប្រខូចហើយដល់បាបកម្មហ្នឹងធ្វើឲ្យព្រះអង្គត្រូវគេប្រកាច់ប្រខូចវិញទៅក្នុងពេលបច្ចុប្បន្នហ្នឹងនាងចិញ្ចានាងសុន្ទរីអីចឹងជាដើមប៉ុន្តែរឿងរ៉ាវទាំងអស់ហ្នឹងកើតឡើងចំពោះព្រះអង្គមិនធ្លាយចូលដល់ផ្លូវចិត្តរបស់ព្រះអង្គទេព្រះអង្គនៅតែដឹងប៉ុន្តែមិនឲ្យមានសេចក្តីទុកទៅតាមផ្លូវចិត្តពីព្រោះមានកម្លាំងព្រះបញ្ញាមានអកុសលគ្រឿងទាស់ហ្នឹងវាស្ងួតទៅហើយព្រះអង្គកំណត់ដឹងថាកម្មហ្នឹងដែលដល់ពេលត្រូវឲ្យផលត្បិតថាព្រះអង្គជាពុទ្ធក៏ដោយ
ប៉ុន្តែព្រះអង្គនៅតែដោះស្រាយនៅតែរកវិធីសាស្ត្រដើម្បីរងាប់បញ្ហានឹងមិនមែនទុកបញ្ហានឹងឲ្យចោលទេរហូតដល់ព្រះរាជាមកជួយដោះស្រាយបញ្ហានឹងដើម្បីបញ្ចប់អធិការនឹងទៅប៉ុន្តែសេចក្តីទុកមិនបានមកគ្របសង្កត់ផ្លូវចិត្តរបស់ព្រះអរិយបុគ្គលព្រះអរហន្តទាំងឡាយទេអញ្ចឹងយើងរៀនកំណត់ដឹងថាអ្វីៗក្នុងโลกនេះមិនមែនកើតឡើងអត់ហេតុអត់ផលទេយើងទាំងអស់គ្នាសន្មតថាជាខ្លួនយើងនេះជាផលនៃបច្ច័យទេដូចជាគៀងដែលអាស្រ័យបច្ចេកអាស្រ័យប្រេងអញ្ចឹងបើបច្ចេកនឹងអស់ទៅប្រេងនឹងអស់ទៅនឹងរលត់ប៉ុនដែលយើងសន្សំមកហ្នឹងបើអស់ទៅរលត់ភ្លឹបតែម្ដងអត់អាចបន្តតវ៉ាឡើងតុលាការអីណាបានទេដូច្នេះហើយយើងគួរមានសេចក្តីជ្រះថ្លានឹងប៉ុនដែលខ្លួនយើងបានរស់នៅមួយថ្ងៃនេះហើយចំណាយពេលមួយថ្ងៃដែលយើងរស់ដោយសារប៉ុនហ្នឹងសាងអំពើល្អធ្វើទានរក្សាសិលចម្រើនមេត្តាផឹងផែងរកស៊ីទទួលទានហើយបំពេញសេចក្តីល្អតម្រាំដល់ជាគៀងជីវិតនឹងរលត់ទៅយើងខ្ចប់សេចក្តីល្អហ្នឹងទៅតាមជាមួយបើមិនចឹងទេជីវិតរបស់យើងនឹងទៅទេសូនសងហើយខ្ចប់បាបទៅជាមួយទៀតទៅខឹងចំណែនស្អប់គំនុំគុំគួនចងពៀជាមួយអ្នកដតីហ្នឹងខ្ចប់បាបទៅជាតិមុខជាតិក្រោយធ្វើឲ្យកំណើតហ្នឹងដុនដាបចុះទៀបទៅហើយយើងមានបញ្ញាកំណត់ដឹងនៅហេតុផលធ្វើឲ្យយើងរឹងប៉ឹងផឹងផែងហើយមិនអង្គុយសោកសៅទេពីព្រោះសោកសៅជាបាបថ្មីហើយរឿងមិនល្អដែលកើតឡើងស៊ីខាតឬក៏បាត់បង់អីផ្សេងហ្នឹងអាហ្នឹងជាផលបាបចាស់អញ្ចឹងយើងអត់បង្កើតបាបថ្មីដើម្បីទទួលសេចក្តីទុក្ខបច្ចុប្បន្នផងហើយអាបាបថ្មីហ្នឹងវានាំទុក្ខទៅក្នុងអនាគតជាតិផងយើងទទួលផលកម្មចាស់ទៅធ្វើម៉េចអាហ្នឹងជីវិតហ្នឹងវាត្រូវតែជួបអញ្ចឹងដោះស្រាយទៅហើយដោះហើយចេះប្រូនល្មមថាខ្ញុំប្រឹងអស់ពីសមត្ថភាពខ្ញុំប៉ុណ្ណឹងហើយអាហ្នឹងទើបយើងមិនកើតទុក្ខខ្លាំង